ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃសុក្រ6កើតខែបោះឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី26ខែធ្នូគ្រិស្តសករាជ2014នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅរដ្ឋមន្ត្រីក្រសួងសង្គមគិច្ចអតីតយុទ្ធជនយុវនីតិសម្បទាចូលឆ្លើយបំភ្លឺចំពោះមុខគណៈកម្មការទី8នៃរដ្ឋសភាបងប្អូនជនរួមជាតិជាទីមេត្រីកាលពីល្ងាចម្សិលមិញនេះលោកវងសតរដ្ឋមន្ត្រីក្រសួងសង្គមគិច្ចអតីតយុទ្ធជនយុវនីតិសម្បទាបានដឹកនាំសហការីចូលទៅឆ្លើយបំភ្លឺចំពោះមុខគណៈកម្មការទី8នៃរដ្ឋសភាគឺគណៈកម្មការសុខាភិបាលសង្គមគិច្ចអតីតយុទ្ធជនយុវនីតិសម្បទាការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារីដឹកនាំដោយលោកស្រីកែសវណ្ណរតន៍សមាជិកសភាគណៈបក្សសង្គ្រោះជាតិស្ដីពីបញ្ហាធំៗចំនួន4រួមមាន 1. ការបង្កើតរបបអាហារពី 1,500 រៀលពីមុនទៅ 4,000 រៀលក្នុងមួយថ្ងៃ 2. បើកទូលាយមណ្ឌលកែប្រែដែលគ្រប់គ្រងជនពិការជនវិកលចរិតជនអនាថានិងអ្នកញៀនគ្រឿងញៀនឲ្យអង្គការសង្គមស៊ីវិលបានមានសិទ្ធិចូលមើលនិងសួរសុខទុក្ខអ្នកទាំងនោះកុំឲ្យលាក់បាំង 3. បង្កើតវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងមជ្ឈមណ្ឌលសម្រាប់អ្នកគ្មានទីពឹងនិងមុខរបរដើម្បីឲ្យមានឱកាសរកការងារធ្វើ 4. ស្នើសុំឲ្យមានការតាមដានវិតម្លៃការកំណត់របបគោលនយោបាយប្រាក់សោធននិវត្តន៍របស់ជនពិការឲ្យមានតម្លាភាពនិងយុត្តិធម៌ជៀសវាងការរើសអើងបន្ទាប់ពីបញ្ចប់ការឆ្លើយបំភ្លឺនេះប្រធានគណៈកម្មការទី8នៃរដ្ឋសភាមកពីគណៈបក្សសង្គ្រោះជាតិលោកស្រីកែសវណ្ណរតន៍និងលោកវងសតរដ្ឋមន្ត្រីក្រសួងសង្គមគិច្ចអតីតយុទ្ធជនយុវនីតិសម្បទាបានធ្វើសន្និសីទកាសែតខ្លីមួយដែលមានខ្លឹមសារយ៉ាងដូចនេះថាថ្ងៃនេះអាដាមវងសតលោកអញ្ជើញមកជួបជាមួយនឹងគណៈកម្មការទី8ដើម្បីបំភ្លឺថាគាត់មានបញ្ហាមួយចំនួនគឺយើងដឹងហើយអង្គមានថាតាមដានពាក់ព័ន្ធនឹងរឿងព្រៃស្ពឺទឹកនេះមានបញ្ហាស្លាប់អាដាមបានបកស្រាយហើយគឺយើងស្នើសុំឲ្យអាដាមធ្វើការកែលម្អពាក់ព័ន្ធទៅនឹងរឿងព្រៃស្ពឺព្រមទាំងមណ្ឌលមួយចំនួនតាក់ទងទៅនឹងការគ្រប់គ្រងការថែទាំអ្នកជំងឺការបែងចែករវាងអ្នកកលចរិតអានេះនឹងអ្នកជាជនអាខាគឺផ្សេងៗឡើងហើយក៏សូមឲ្យឯកឧត្តមរដ្ឋជួយធ្វើបង្កើនរបបអាហារដែលសំខាន់នេះគឺរបបអាហារនៅតាមមជ្ឈមណ្ឌលគ្រប់គ្រងដោយក្រសួងហ្នឹងគឺមានតែ 1,500 ឯងនេះគឺជាសំណើរបស់កម្មការទី8ស្នើឲ្យឯកឧត្តមបន្ថែមឲ្យមានកម្រិតសមរម្យដល់ឯកឧត្តមរដ្ឋមន្ត្រីបានឆ្លើយថាឯកឧត្តមនឹងទៅកែអនុក្រឹត្យកាលពី2006នោះគឺថា1500ប៉ុន្តែឥឡូវឯកឧត្តមថាឯកឧត្តមនឹងកែអនុក្រឹត្យតម្លើងឲ្យដល់4000នេះជាចំណុចដែលកម្មការបានស្នើមួយថ្ងៃចាស់ហើយមួយទៀតគឺស្នើឲ្យឯកឧត្តមជួយបើកទូលាយជួយជំរុញឬក៏តាមដានគឺបើកទូលាយឲ្យមជ្ឈមណ្ឌលទាំងអស់ដែលស្ថិតនៅក្រោមក្រសួងក៏ដូចជាមជ្ឈមណ្ឌលផ្សេងៗទៀតដែលនឹងរៀបចំអនុក្រឹត្យនេះឲ្យល្អគឺថាព្រោះមិនបើកទូលាយឲ្យសង្គមស៊ីវិលឬក៏សប្បុរសជនលោកមានសិទ្ធិក្នុងការចូលទៅមើលអ្នកដែលនៅក្នុងមជ្ឈមណ្ឌលហ្នឹងហើយសូមឲ្យឯកឧត្តមបង្កើនការបណ្ដុះបណ្ដាលសម្រាប់អ្នកដែលគាត់គ្មានទីពំនាក់អាស្រ័យឬក៏គ្មានមុខរបរដែលមជ្ឈមណ្ឌលនឹងគ្រប់គ្រងនឹងបង្កើនប្រព័ន្ធវិជ្ជាជីវៈជូនអ្នកដែលនៅក្នុងមជ្ឈមណ្ឌលនឹងមួយទៀតដែរគឺស្នើសុំឯកឧត្តមទាក់ទងទៅនឹងផែនការសកម្មភាពរបស់ក្រសួងសង្គមគិច្ចទាក់ទងទៅនឹងរបបគោលនយោបាយជនពិការដែលក្រសួងសង្គមគិច្ចនឹងរៀបចំធ្វើមិនឲ្យជនពិការមានរបបគោលនយោបាយប៉ុន្តែស្នើសុំឯកឧត្តមតាមដានទាក់ទងនឹងការវាយតម្លៃចែកជាប្រភេទស្រាលប្រភេទមធ្យមនិងប្រភេទធ្ងន់យើងការពារមិនចង់ឲ្យការបែងចែកហ្នឹងមិនមានតម្លាភាពវាធ្វើឲ្យប៉ះពាល់ទៅដល់អ្នកដែលត្រូវទទួលបានគោលនយោបាយហ្នឹងហើយយើងធ្លាប់ឃើញហើយថានៅក្រសួងសុខាភិបាលដែលមានការបែងចែកគោលនយោបាយអីប្រភេទក្រទី1ប្រភេទក្រទី2ហ្នឹងវាធ្វើឲ្យប៉ះពាល់អារម្មណ៍ស្មារតីហើយភាពរើសអើងសម្រាប់អ្នកដែលត្រូវទទួលបានការបែងចែកហ្នឹងអានេះអ្វីដែលយើងបានចែកគ្នាល្ងាចនេះបាននឹងមណ្ឌលសង្គមគិច្ចនៅកំពុងនៅព្រៃស្ពឺហ្នឹងកន្លងទៅមានអង្គការសង្គមស៊ីវិលមួយចំនួនគាត់បានស្នើឲ្យក្រសួង
សង្គមកិច្ចបាត់ក្នុងនឹងតែម្ដងព្រោះថាតាមពិតគេបាត់ហើយគេបាត់ហើយលើកទី1ប៉ុន្តែឥឡូវនេះគេបើកក្នុងក្របខ័ណ្ឌរបៀបមួយថ្មីហើយរឿងហ្នឹងក៏បានជជែកគ្នាអត់អំហើយគឺថាហើយក៏ដូចជាយល់គ្នាច្រើនដែរបាទហើយបញ្យល់ឲ្យសាធារណជនដឹងផងឲ្យដល់ជាមួយនេះជាទូទៅគឺកន្លែងនេះដូចតែគណៈកម្មការក៏បានចុះផ្សាយព័ត៌មានមួយចំនួនគណៈកម្មការទី1តែគាត់បានជួយទៅខ្ញុំគិតថាកន្លងហើយនេះវាមានរឿងរសើបមួយត្រង់ថាមានបងប្អូនស្លាប់នៅកន្លែងនោះហើយបងប្អូនស្លាប់នោះគឺដោយសារតែគាត់មានជំងឺរ៉ាំរ៉ៃទៅពេទ្យព្យាបាលមិនជាតែបើសិនណាជាផ្នែកក្រសួងមន្ទីរសង្គមកិច្ចរបស់រាជធានីព្រមដល់នោះមានទឹកក្នុងការគ្រប់គ្រងរបស់រាជធានីបើសិនតែគាត់មិនយកទៅមើលថែទៅវាអាចបងប្អូននេះស្លាប់អនាថានៅតាមទីសាធារណៈឬក៏មុខមាត់កិត្តិយសរបស់ប្រទេសជាតិម្ល៉េះហើយយកទៅព្យាបាលនៅកន្លែងមណ្ឌលនោះដល់អញ្ចឹងទៅវាមានអង្គការមួយចំនួនទៅចោទថាយើងមិនបានមើលថែអីស្រួលពលតែតាមពិតទៅយើងមើលជាក់ស្ដែងពិតជាជួបការលំបាកបើជំងឺប្រភេទនេះហើយពេទ្យរហូតដល់ថាយើងយកទៅព្យាបាលហើយគាត់ថាណែមិនអាចព្យាបាលគាត់បានទេឬគាត់ទទួលមរណភាពទៅតែយើងទៅវិញទៅចោទអ្នកថែទាំនឹងថាមិនបានអើពើឬមិនគោរពសិទ្ធិមនុស្សឬមិនគោរពអីអាហ្នឹងបើមែនតែនទៅគ្នាខំយកទៅទុកមណ្ឌលនោះហើយជាការគោរពសិទ្ធិបើទុកឲ្យអ្នកនោះស្លាប់នៅទីសាធារណៈវាមានន័យថាមិនកាន់តែអាក្រក់អានេះខ្ញុំចង់និយាយថាកន្លងហើយវាមានបញ្ហារសើបប៉ុណ្ណឹងទេហើយនិយាយពីរឿងស្លាប់នោះគឺថាបើសិនណាយើងត្រូវស្លាប់មិនថាក្នុងមណ្ឌលឬក្រៅមណ្ឌលទេទៅត្រូវស្លាប់វាស្លាប់ហើយឈឺយ៉ាងនោះលោកកឹមសុខាត្រៀមកោះហៅប្រធានសាខាគយក្រុងព្រះសីហនុបំភ្លឺនៅរដ្ឋសភាតាមការចុះផ្សាយរបស់គេហទំព័រអាស៊ីសេរីបានឲ្យដឹងថាថ្នាក់ដឹកនាំរដ្ឋសភាត្រៀមចាត់វិធានការក្តៅទៅលើអំពើពុករលួយនិងភាពមិនប្រក្រតីនៃការកឹបកេងថវិកាជាតិផ្ដើមដោយថ្នាក់ដឹកនាំស្ថាប័នសាខាគយនៅរដ្ឋកោកំពង់ផែអន្តរជាតិខេត្តព្រះសីហនុមន្ត្រីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើពុករលួយបានសារតសកម្មភាពរបស់ថ្នាក់ដឹកនាំរដ្ឋសភាដើម្បីប្រឆាំងទប់ទល់អំពើពុករលួយឬភាពមិនប្រក្រតីនៅក្នុងស្ថាប័នគយកំពង់ផែអន្តរជាតិខេត្តព្រះសីហនុពេលនេះគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងថាលោកកឹមសុខាអនុប្រធានទី1រដ្ឋសភាត្រៀមឲ្យមន្ត្រីគណៈកម្មការអង្កេតបោះសម្អាតនិងប្រឆាំងអំពើពុករលួយឬគណៈកម្មការទី10នៃរដ្ឋសភាក៏ហៅប្រធានសាខាគយនៅរដ្ឋកោកំពង់ផែអន្តរជាតិខេត្តព្រះសីហនុលោកកិនលីឲ្យចូលខ្លួនទៅបំភ្លឺនៅចំពោះមុខរដ្ឋសភាតាក់ទងទៅនឹងអំពើពុករលួយនិងភាពមិនប្រក្រតីមួយចំនួនដែលកើតមាននៅក្នុងស្ថាប័ននេះកន្លងមកទោះលោកកឹមសុខាមិនទាន់កំណត់ថ្ងៃនឹងចេញលិខិតកោះអញ្ជើញលោកកិនលីឲ្យចូលខ្លួនទៅបំភ្លឺនៅរដ្ឋសភានៅថ្ងៃណាឲ្យពិតប្រាកដបែបណាក្តីក៏ប៉ុន្តែលោកថានឹងជំរុញឲ្យមន្ត្រីគណៈកម្មការជំនាញប្រឆាំងអំពើពុករលួយរដ្ឋសភាចុះពិនិត្យនិងអង្កេតពីភាពមិនប្រក្រតីដែលកើតមាននៅក្នុងស្ថាប័នគយខេត្តព្រះសីហនុឲ្យបានឆាប់លោកកឹមសុខាដែលជាអនុប្រធានគណៈបក្សសង្គ្រោះជាតិផងនោះអះអាងថាទិសដៅទៅថ្ងៃអនាគតសកម្មភាពរបស់ស្ថាប័នរដ្ឋសភាក៏មានគម្រោងកោះហៅថ្នាក់ដឹកនាំស្ថាប័នមួយចំនួនទៀតនៅខេត្តព្រះសីហនុដែលអាចជាប់ពាក់ព័ន្ធឬនៅពីក្រោយបទល្មើសនាំទំនិញកិច្ចពន្ធមានដូចជាម៉ូតូពិសេសប្រេងសាំងជាដើមនៅតាមលំហសមុទ្រខេត្តព្រះសីហនុវិធានការនេះទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិលធ្វើការងារពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងឬលុបបំបាត់អំពើពុករលួយនៅកម្ពុជាផ្ដើមដោយស្ថាប័នរដ្ឋសភាពេលនេះលោកសនជ័យមន្ត្រីសម្របសម្រួលបណ្ដាញរួបរวมដើម្បីកណន័យភាពសង្គមប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកមានប្រសាសន៍ថាចង់ឲ្យគណៈកម្មការជំនាញពាក់ព័ន្ធរដ្ឋសភាក៏ហៅលោកកិនលីប្រធានសាខាគយកំពង់ផែខេត្តព្រះសីហនុមកបំភ្លឺនៅរដ្ឋសភាឲ្យបានឆាប់ជុំវិញអំពើពុករលួយនិងភាពមិនប្រក្រតីជាច្រើនដែលបានកើតមានក្នុងស្ថាប័ននេះកន្លងមកបន្ថែមលើនេះលោកក៏ចង់ឲ្យរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធមានវិធានការតាមផ្លូវច្បាប់បើសិនបានឃើញកំហុសឆ្គងរបស់ប្រធានសាខាគយខេត្តព្រះសីហនុយកទៅផ្ដន្ទាទោសដោយរដ្ឋាភិបាលធ្លាប់អនុវត្តកន្លងមកកាលពីថ្ងៃទី9ខែឧសភាឆ្នាំ2014មន្ត្រីសាខាគយកំពង់ផែអន្តរជាតិខេត្តព្រះសីហនុចាប់បានភ្លុកដំរីចំនួនជាង3តោនស្មើនឹង108កញ្ចប់ដែលឈ្មួញលួចនាំចូលមកពីប្រទេសម៉ាឡេស៊ីចូលមកក្នុងប្រទេសកម្ពុជាតាមច្រកកំពង់ផែខេត្តព្រះសីហនុប៉ុន្តែរហូតមកដល់ពេលនេះភ្លុកដំរីទាំងនោះមិនដឹងថាមន្ត្រីយកទៅរក្សាទុកនៅទីណាទេពលរដ្ឋខំបឹង5ងាកមកធ្វើពិធីបួងសួងដើម្បីឲ្យអាជ្ញាធរដោះស្រាយចំនួនដីធ្លីតាមការចុះផ្សាយរបស់គេហទំព័រអាស៊ីសេរីបានឲ្យដឹងថា
ក្រុមប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅឃុំបឹង5ស្រុកបវែលខេត្តបាត់ដំបងប្រមាណជិត100នាក់ប្រមូលផ្ដុំគ្នានៅតំបន់ដីមានទំនាស់ធ្វើបុណ្យបួងសួងសូមឲ្យអ្នកតាម្ចាស់ទឹកម្ចាស់ដីបន្ទន់ចិត្តអាជ្ញាធរឲ្យពន្លឿនដោះស្រាយដីទំនាស់ឲ្យបានឆាប់នៅព្រឹកថ្ងៃទី25ធ្នូអ្នកភូមិបញ្ជាក់ថាហេតុដែលធ្វើពិធីបុណ្យនេះឡើងគឺបន្ទាប់ពីស្វែងរកដំណោះស្រាយពីសំណាក់អាជ្ញាធរអស់ជាច្រើនឆ្នាំមកហើយពុំទទួលបានលទ្ធផលពិធីបួងសួងរបស់អ្នកភូមិចាប់ផ្ដើមនៅវេលាប្រមាណម៉ោង10ព្រឹកដោយមានការនិមន្តព្រះសង្ឃសូត្រមន្តតាមបែបព្រះពុទ្ធសាសនានិងមានអ្នកចូលរួមក្មេងចាស់ប្រុសស្រីផងរៀបចំឡើងនៅចំណុចភូមិសំណាងព្រះស្រែនៃឃុំបឹង5ក្រុមប្រជាពលរដ្ឋអ្នកដែលទៅចូលរួមបួងសួងនោះរៀបរាប់ឲ្យដឹងថាពិធីសែនព្រេននេះជាជំរើសមួយថ្មីបន្ថែមទៀតបន្ទាប់ពីការទាមទារតាមផ្លូវច្បាប់អស់ជាច្រើនសារដើម្បីជំរុញឲ្យអាជ្ញាធរជួយពន្លឿនដំណោះស្រាយទំនាស់ដីឲ្យមានប្រសិទ្ធភាពគេហទំព័រដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈដំណើរអ្នកភូមិម្នាក់ឈ្មោះអ្នកស្រីនួននឿនរស់នៅភូមិសំណាងព្រះស្រីឃុំបឹង5ស្រុកបវែលខេត្តបាត់ដំបងថ្លែងនៅថ្ងៃទី25ធ្នូថាហេតុដែលអ្នកភូមិនាំគ្នារៀបចំពិធីនេះឡើងក្នុងគោលបំណងដើម្បីបន់ស្រន់ឲ្យអ្នកតាម្ចាស់ទឹកម្ចាស់ដីដែលថែរក្សានៅតំបន់ដីដែលមានចំនួនជួយជំរុញឲ្យអាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធដោះស្រាយដីទំនាស់ឲ្យបានឆាប់ដើម្បីប្រគល់ដីឲ្យប្រជាពលរដ្ឋកាន់កាប់និងអាស្រ័យផលដែលស្របច្បាប់អ្នកស្រីបន្តថាប្រជាពលរដ្ឋមិនចង់ទាមទារតាមបែបការបួងសួងនេះឡើយប៉ុន្តែដោយសារការតវ៉ាកន្លងមកពុំទទួលបានលទ្ធផលនោះទេតាក់ទងនឹងបញ្ហានេះដែរមន្ត្រីសម្របសម្រួលសមាគមអាត6ខេត្តបាត់ដំបងលោកយិនមេងលីមានប្រសាសន៍ថាហេតុដែលប្រជាពលរដ្ឋស្វែងរកដំណោះស្រាយរឿងទំនាស់ដីធ្លីដោយពិធីបួងសួងនេះដោយសារពួកគាត់គ្មានជំនឿទៅលើការរកដំណោះស្រាយរបស់អាជ្ញាធរដីដែលប្រជាពលរដ្ឋបួងសួងនៅឃុំបឹង5ស្រុកបវែននោះកាលពីឆ្នាំ1999ជាអតីតដីសមាហរណកម្មរបស់រដ្ឋាភិបាលប្រមាណជាង1080ហិកតាសម្រាប់បែងចែកមន្ត្រីយោធិនកាត់រំសាយដែលមានប្រជាពលរដ្ឋប្រមាណជាង300គ្រួសារកន្លងមកប្រជាពលរដ្ឋធ្លាប់តវ៉ាឲ្យអាជ្ញាធរដោះស្រាយតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិជាច្រើនសារមកហើយប៉ុន្តែពុំទទួលបានលទ្ធផលសង្គមស៊ីវិលយល់ថាសកម្មភាពរបស់ក្រមយុវជនដែលចូលវាស់ដីមានប្រសិទ្ធភាពតិចតួចលោកអ្នកនាងជាទីមេត្រីបើយោងតាមគេហទំព័រ VOD បានចុះផ្សាយថាសង្គមស៊ីវិលយល់ថាសកម្មភាពវាស់វែងក្បាលដីឲ្យប្រជាពលរដ្ឋរបស់ក្រមយុវជនដែលចូលមានប្រសិទ្ធភាពតិចតួចបើតាមការប៉ាន់ស្មានការវាស់ដីកសិកម្មបានប្រមាណ 30% ដែលប្រជាពលរដ្ឋមានបញ្ហានៅតែបន្តកើតមានដដែលតាមការចុះផ្សាយរបស់កាសែត Cambodia Daily នៅថ្ងៃសុក្រនេះឲ្យដឹងថាក្រសួងដែនដីបញ្ជាក់ថាយុវជនស្ម័គ្រចិត្តដេកចូលបានធ្វើបានកម្មសិទ្ធិដីធ្លីចំនួន 610,000 បានជូនពលរដ្ឋ 400,000 គ្រួសារស្មើនឹង 1,200,000 ហិកតានៃ 20 ខេត្តទូទាំងប្រទេសកម្ពុជាគេហទំព័រដែលនេះបានលើកឡើងឲ្យដឹងតាមរយៈប្រធានផ្នែកដីធ្លីនៃសមាគមអាត6លោកឡាត់គីមានប្រសាសន៍ថាការធ្វើសកម្មភាពវាស់វែងក្បាលដីជូនប្រជាពលរដ្ឋរបស់យុវជនដេកចូលគឺមានសកម្មភាពផុសផុលគួរឲ្យកោតសរសើរលោកបន្តថាតាមការសង្កេតឃើញថាសកម្មភាពមួយចំនួនរបស់យុវជនត្រូវបានគ្រប់គ្រងយ៉ាងណែនពីសំណាក់រដ្ឋាភិបាលមូលដ្ឋានរបស់រដ្ឋដែលធ្វើឲ្យក្រុមយុវជនមិនអាចធ្វើការដោយឯករាជ្យបានលោកមានប្រសាសន៍ថាការគ្រប់គ្រងយ៉ាងណែនពីរដ្ឋបាលមូលដ្ឋានធ្វើឲ្យក្រុមយុវជននៅក្នុងចលនាវាស់វែងដីធ្លីគឺមិនហ៊ានបញ្ចេញមតិយោបល់អីគឺឈរលើគោលការណ៍ចង្អុលបង្ហាញទាំងស្រុងលើរដ្ឋបាលមូលដ្ឋានហើយក៏មានការរឹតបន្តឹងនៅពាក្យពេចន៍នៅក្នុងការប្រឹក្សាយោបល់ឬទទួលសំណូមពរផ្សេងៗពីប្រជាពលរដ្ឋម្ចាស់ក្បាលដីជាដើមលោកបន្តថាចំពោះមធ្យោបាយដែលល្អមានតែមន្ត្រីជំនាញរបស់រដ្ឋទេដែលអាចធ្វើការនេះបានឆាប់រហ័សដើម្បីជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលមានចំនួនវែងអនឡាញបើតាមរដ្ឋលេខាធិការក្រសួងដែនដីលោកសសវណ្ណដែលកាសែត Cambodia Daily ដកស្រង់សម្ដីយកមកចុះផ្សាយនៅថ្ងៃនេះឲ្យដឹងថាក្រសួងឈប់នឹងប្រើក្រុមយុវជនស្ម័គ្រចិត្តជួយវាស់វែងដីបន្តទៀតព្រោះក្រសួងមានមន្ត្រីជំនាញក្នុងការធ្វើកិច្ចការងារនេះហើយកម្មកររោងចក្រ Cambo Co-top នៅខណ្ឌពោធិ៍សែនជ័យហាយក្បួនមករកអន្តរាគមន៍ពីក្រសួងការងារបើយោងតាមគេហទំព័រ VOD បានចុះផ្សាយថាកម្មកររោងចក្រ Cambo Co-top ក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមានគ្នាប្រមាណ500នាក់នៅព្រឹកថ្ងៃសុក្រនេះហាយក្បួនមកក្រសួងការងារឲ្យអន្តរាគមន៍ទៅរោងចក្រព្រមទទួលយកតំណាងសហជីព5នាក់ដែលត្រូវបានបញ្ឈប់ឲ្យចូលធ្វើការវិញគេហទំព័រដែលនេះបានបង្ហាញឲ្យដឹងតាមរយៈក្រុមកម្មករបានឲ្យដឹងថាពួកគេបានធ្វើការតវ៉ានៅមុខរោងចក្រជាច្រើនថ្ងៃមកហើយដើម្បីទាមទារឲ្យថៅកែរោងចក្រទទួលយកតំណែងសហព័ន្ធសហជីពចលនាកម្មករខ្មែរ5នាក់ដែលត្រូវបានបណ្តេញចេញបានចូលធ្វើការវិញកម្មករឲ្យដឹងថាការតវ៉ាកន្លងមកមានទាំងការបិទផ្លូវជាតិលេខ4និងការដុតកង់ឡានមុខរោងចក្រ
តែនៅតែមិនមានដំណោះស្រាយទើបសម្រាប់ចិត្តហែកក្បួនរកអន្តរាគមន៍ពីក្រសួងកម្មករឲ្យដឹងទៀតថាតំណាងសហជីពទាំង5នាក់ត្រូវបានបញ្ឈប់ដោយសារតែមានចំនួនក្នុងរោងចក្រដោយដំបូងឡើយកម្មករជាសមាជិករបស់សហជីពមួយតែក្រោយមកកម្មករមួយចំនួនបានសម្រេចចិត្តចាក់ចេញហើយចូលជាសមាជិកសម្ព័ន្ធសហជីពចលនាកម្មកររបស់លោកប៉ៅស៊ីណាទោះយ៉ាងណាភាគីខាងរោងចក្រនៅតែបន្តកាត់លុយសម្រាប់សមាជិកភាពទៅឲ្យសហជីពចាស់ដដែលទើបធ្វើឲ្យផ្ទុះការតវ៉ាហើយរោងចក្របានបញ្ឈប់ដំណើរសហជីពទាំង5នាក់នៅម៉ោង7:12ថ្ងៃត្រង់នេះតំណាងកម្មករចំនួន15នាក់ត្រូវបានអនុញ្ញាតឲ្យចូលទៅពិភាក្សានៅក្នុងក្រសួងការងារមិនទាន់ដឹងថាទទួលបានលទ្ធផលយ៉ាងណានៅឡើយទេក្រុមកម្មករឲ្យដឹងដែរថាប្រសិនបើមិនមានដំណោះស្រាយពួកគេនឹងហែកក្បួនទៅរកអន្តរាគមន៍ពីស្ថានទូតកូរ៉េដែលសារតែថៅកែរោងចក្រជាជនជាតិកូរ៉េនឹងទៅរកអន្តរាគមន៍ពីរដ្ឋសភាផងដែរយោងតាមកម្មករឲ្យដឹងថារោងចក្រ Cambo Co-top មានកម្មករសរុបជាង 2000 នាក់ស្ថិតនៅភូមិកន្ទោកជើងសង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញចិនជាដើមភាគតិចភ្នងរកអន្តរាគមន៍បញ្ឈប់ក្រុមហ៊ុនវៀតណាមកាប់ព្រៃសហគមន៍បើយោងតាមគេហទំព័រ VOD បានចុះផ្សាយថាជនជាតិដើមភាគតិចនៅស្រុកកែវសីមាខេត្តមណ្ឌលគិរីអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធធ្វើការទប់ស្កាត់កាប់ព្រៃឈើពីសំណាក់ក្រុមហ៊ុនវៀតណាមខណៈពួកគេអស់លទ្ធភាពការពារព្រៃសហគមន៍របស់ខ្លួនគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈលោក Trip Term ដែលអះអាងថាជាអនុប្រធានសហគមន៍ភូមិពូកុងឃុំស្រែព្រះស្រុកកែវសីមាខេត្តមណ្ឌលគិរីឲ្យដឹងនៅថ្ងៃពុធទី24ខែធ្នូឆ្នាំ2014ថាក្រុមហ៊ុនវៀតណាមឈ្មោះបេញភឿកមួយបានចូលទៅកាប់ព្រៃសហគមន៍បំរុងទុកព្រៃកប់ខ្មោចនិងព្រៃអរិយនេតាដែលជាព្រៃសម្រាប់ធ្វើចំការវិលជុំរបស់ពួកគាត់លោកបន្តថាមកដល់ពេលនេះក្រុមហ៊ុនវៀតណាមបេញភឿកមួយកំពុងកាប់ព្រៃសហគមន៍ដែលគ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋានដែលនឹងធ្វើឲ្យបាត់បង់ព្រៃឈើក្នុងសហគមន៍ពួកគាត់លោក Trip Term ឲ្យដឹងទៀតថាជនជាតិដើមភាគតិចភ្នង78គ្រួសារនៅក្នុងភូមិពូកុងកំពុងភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួនដែលសារតែមានការគំរាមកំហែងពីសំណាក់ភាគីក្រុមហ៊ុននៅពេលពួកគាត់ចូលព្រៃរកអនុផលព្រៃឈើលោកបន្តថាពួកគាត់បានទៅសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរប៉ុន្តែអាជ្ញាធរមិនបានអើពើលើរឿងនេះឡើយលោកថាប្រសិនបើក្រុមហ៊ុនវៀតណាមនៅតែបន្តកាប់ព្រៃឈើនិងដើមជ័រទឹកបន្តទៀតពួកគាត់ទាំងអស់គ្នានឹងគ្មានអ្វីជាទីពឹងឡើយអ្នកសម្របសម្រួលសមាគមអាត6លោកសុករដ្ឋាថ្លែងថាអាជ្ញាធរមិនត្រូវលំអៀងទៅលើភាគីក្រុមហ៊ុនឬទៅលើអ្នកមានអំណាចទេគាត់ត្រូវតែការពារប្រជាពលរដ្ឋដែលជួបបញ្ហាដីធ្លីនិងព្រៃឈើកន្លងមកតាមប្រភពពីប្រជាពលរដ្ឋឲ្យដឹងថាភូមិពូកុងស្ថិតនៅជាប់នឹងភូមិចောက်ចាឃុំស្រែស្រុកឃុំស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគិរីដែលភូមិទាំងពីរនេះក្រុមហ៊ុនវៀតណាមបេញភឿកមួយកំពុងឈូសឆាយរំលោភយកទោះបីមានអន្តរាគមន៍ពីប្រធានសភាលោកហេងសំរិនឲ្យអាជ្ញាធរខេត្តនេះដោះស្រាយក៏ដោយរដ្ឋាភិបាលប្រកាសបង្កើតតុលាការយោធាដើម្បីកាត់ទោសពួកភរិយជនតាមការចុះផ្សាយរបស់គេហទំព័រ AFE បានឲ្យដឹងថាប្រទេសប៉ាគីស្ថានបង្កើតឲ្យមានតុលាការយោធាមួយសម្រាប់កាត់ទោសពួកភរិយជននេះជាព័ត៌មានប្រកាសឲ្យដឹងនៅថ្ងៃពុធទី24ធ្នូនាឱកាសកិច្ចប្រជុំថ្នាក់ដឹកនាំនយោបាយគ្រប់ជាន់ថ្នាក់ក្នុងគោលដៅរៀបចំផែនការជាតិមួយប្រឆាំងនឹងភរិយនិយមការសម្រេចយ៉ាងដូចនេះបានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីមានការវាយប្រហារសម្លាប់រង្គាលនៅក្នុងសាលារៀនមួយស្ថិតក្នុងទីក្រុងបេសាវ៉ាដោយបានបណ្ដាលឲ្យមានមនុស្សស្លាប់149នាក់ក្នុងនោះមានសិស្សសាលា133នាក់គឺរូបលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Nawaz Sharif ផ្ទាល់ខ្លួនដែលបានបញ្ជាក់ពីការបង្កើតឲ្យមានតុលាការយោធាមួយឡើងសម្រាប់កាត់ទោសពួកភរិយជនគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងនៅក្នុងសន្ទរកថាទៅកាន់ប្រជាជាតិនារំលងអត្រាតយប់មិញលោក Nawaz Sharif បានថ្លែងពីឱកាសជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសប៉ាគីស្ថានដើម្បីកម្ចាត់បណ្ដាញភរិយនិយមឲ្យដល់ឫសគល់យោងតាមលោក Sharifតុលាការយោធានឹងត្រូវដឹកនាំដោយមន្ត្រីយោធាជាន់ខ្ពស់និងថាគម្រោងបង្កើតតុលាការយោធាដើម្បីកាត់ទោសពួកភរិយជនពេលនេះគឺជាវិធានការមួយក្នុងចំណោមវិធានការចំនួន17ចំណុចនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងភរិយនិយមដែលរដ្ឋាភិបាលត្រៀមអនុវត្តក្នុងរយៈពេល2ឆ្នាំក្រៅពីនោះក៏មានវិធានការបិទគប់ការឃោសនារបស់ពួកភរិយជននៅតាមប្រព័ន្ធអ៊ីនធឺណិតនិងតាមបណ្ដាញសង្គមព្រមទាំងបិទគប់ចំណូលរបស់ក្រុមភរិយនិយមផងដែរថ្ងៃអនុស្សាវរីយ៍របស់ពួកភរិយជនបានឈានមកដល់ហើយនិងដែលពួកគេត្រូវតែទទួលមេរៀនដ៏ល្បិញជូរចត់មួយដោយជៀសមិនរួចនេះជាការបញ្ជាក់របស់លោក Nawaz Sharif សន្ទរកថាព្រមានរបស់លោកប្រមុខរដ្ឋាភិបាលប៉ាគីស្ថានពេលនេះបានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីពួកឧទាមតាលីបង់ប៉ាគីស្ថានបានវាយប្រហារទៅក្នុងសាលារៀនមួយស្ថិតក្នុងទីក្រុងបេសាវ៉ាដោយបានបណ្ដាលឲ្យមានមនុស្សស្លាប់149នាក់ក្នុងនោះមានសិស្សសាលា133នាក់
គួររំលឹកជូនថា3ថ្ងៃក្រោយព្រឹត្តិការណ៍សោកសៅនៅបេសាវ៉ាមកទីក្រុងអ៊ីស្លាមាបាតបានបញ្ចេញប្រតិកម្មធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលដោយបានប្រកាសដាក់មានការអនុវត្តឡើងវិញនូវទោសប្រហារជីវិតសម្រាប់ពួកភេរវជនទោសប្រហារជីវិតដែលប៉ាគីស្ថានបានព្យួរចោលតាំងពីឆ្នាំ2008មកម្ល៉េះគ្រាន់តែក្នុងរយៈពេលប៉ុន្មានកន្លងទៅថ្មីនេះរដ្ឋអំណាចបានប្រហារជីវិតដោយព្យួរកអ្នកមានទោសប្រហារជីវិតចំនួន6នាក់និងបានប្រកាសឲ្យដឹងថានឹងមានការព្យួរកជាបន្តបន្ទាប់ទៀតនៅពេលខាងមុខសូមជម្រាបជូនថាសប្តាហ៍ថ្ងៃនេះមានអ្នកទទួលទោសប្រហារជីវិតពីបទភេរវនិយមប្រមាណជា500នាក់កំពុងជាប់នៅក្នុងគុកដោយរងចាំថ្ងៃព្យួរករបស់ខ្លួនលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរ៉ូសម៉ារីយ៉ាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា